អ្នកដែលលេង Master Eco ឥឡូវនេះគឺប្រកាសជាឆ្ងល់ហើយនៅពេលដែលមក spawn ឃើញ NPC មួយដ៏ធំនៅចំកណ្ដាល spawn នេះគឺជា NPC គេអញ្ចឹងបើសិនជាអ្នកគ្នាអត់ទាន់ដឹងទេចូលមកមើលវីដេអូនេះមកគឺខ្ញុំនឹងប្រាប់អំពីមុខងាររបស់ NPC មួយនេះអញ្ចឹង NPC មួយនេះគឺជា RTP ថ្មីដែលមាននៅក្នុង server Master Eco ហើយចំពោះ RTP នឹងដែរគឺ RTP ទៅកាន់កន្លែងដែលវាយដាវឈប់ខ្ញុំនឹងប្រាប់អ្នកគ្នាឲ្យយល់ជាងហ្នឹងអញ្ចឹងជាធម្មតានៅក្នុង Master Eco game mode ដែលពេញនិយមជាងគេគឺ Crystal PVP អញ្ចឹងឲ្យតែពេលដែលអ្នកគ្នាឬមួយក៏ player ណាជួបគ្នានៅខាងក្រៅឬមួយក៏ពេលដើរជួបគ្នាហ្នឹងគឺគេតែងតែលេង Crystal PVP ហើយគេអត់ដែរវាយដាវទេប៉ុន្តែសម្រាប់អ្នកដែលមកចុចនៅកន្លែង NPC មួយនេះវិញគឺជាកន្លែង NPC ដែលយើង RTP ទៅកាន់កន្លែងវាយដាវហើយការ RTP ទៅផងដែរគឺយើងមិនអាចចេះតែយក item ទៅបានតែប្រេះតែប្រាស់ទេក៏គេមាន item ban អត់ឲ្យយកទៅដូចគ្នាអញ្ចឹង item នោះគឺមានដូចជា Crystal Mace Spear Sugar Box Ender Chest Electra និង Pearl គឺយើងអាចយកទៅបានប៉ុន្តែគឺមាន cooldown ដោយ cooldown គឺ4 second ហើយក្រៅពី item ទាំងអស់ហ្នឹងគឺយើងអាចយកទៅបាន and បើសិនជាអ្នកគ្នាអត់ចូលចិត្តវាយ crystal ទេប៉ុន្តែចូលចិត្តលេងនៅក្នុង server Master Eco អ្នកទាំងគ្នាអាច RTP ទៅក្នុង RTP មួយនឹងបានគឺជាកន្លែង RTP វាយដាវអញ្ចឹងនេះគឺជាការ update ថ្មីរបស់ Master Eco ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដូចគ្នាអញ្ចឹង see you in the server and join the server to play Master Eco bye bye